ប្រទេសអ៊ីរ៉ង់កងទ័ពជើងទឹកដ៏ខ្លាំងពូកែដែលត្រូវខ្ទេចខ្ទីនៅក្នុងវត្ថុបំណងដែលអាមេរិកវាយប្រហារអ៊ីរ៉ង់គឺអាមេរិកមានគោលបំណងចំនួន4ដែលនៅក្នុងនោះគឺអាមេរិកចង់កំទេចទ័ពជើងទឹករបស់អ៊ីរ៉ង់មិនមែននៅសុកស្រាប់តែអាមេរិកដាក់ចំណុចនេះចូលនៅក្នុងគោលដៅរបស់ខ្លួនទេតែគឺព្រោះថាអ៊ីរ៉ង់មានកងទ័ពជើងទឹកខ្លាំងពូកែនៅក្នុងតំបន់ឈូងសមុទ្រពាក់ហើយដោយសារសាច់ដុំកងទ័ពជើងទឹកនេះហើយដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់អាចគ្រប់គ្រងច្រកសមុទ្រអូម៉ូសជាច្រកសំខាន់ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់រហូតដល់ 20% នៃតម្រូវការមនុស្សទូទាំងពិភពលោកនេះហើយគឺជាគន្លឹះឥទ្ធិពលរបស់អ៊ីរ៉ង់នៅលើឆាកអន្តរជាតិជាការពិតគឺប្រទេសអ៊ីរ៉ង់មានប្រវត្តិកងទ័ពជើងទឹកវែងឆ្ងាយទ័ពជើងទឹករបស់អ៊ីរ៉ង់បានរៀបចំចេញជារចនាសម្ព័ន្ធទ័ពតាំងពីឆ្នាំ500មុនគ្រិស្តសករាជមកម្លេះហើយបាននិយាយឲ្យស្រួលស្ដាប់គឺទ័ពជើងទឹកអ៊ីរ៉ង់នេះមានកំណើតប្រហាក់ប្រហែលនឹងសម័យព្រះពុទ្ធបន្ទាប់មកកងទ័ពជើងទឹករបស់អ៊ីរ៉ង់ក៏រីកសាយក្លាយជាមហាអំណាចជើងទឹកមួយដែលជះអំណាចនៅក្នុងតំបន់ឈូងសមុទ្រពាក់ក្បែរប្រទេសអ៊ីរ៉ង់ខ្លួនឯងជះអំណាចដល់សមុទ្រមេឌីទែរ៉ាណេនិងដល់មហាសមុទ្រឥណ្ឌាទៀតផងនៅក្នុងការច្បាំងគ្នាជាមួយអាមេរិកលើកនេះនាវាទ័ពជើងទឹកអ៊ីរ៉ង់ខ្លះត្រូវបានអាមេរិកបាញ់ពន្លិចនៅជិតប្រទេសស្រីលង្កាឯណោះវាបង្ហាញថាកងទ័ពជើងទឹករបស់អ៊ីរ៉ង់គឺជាទ័ពដែលដើរផ្លូវឆ្ងាយនៅក្នុងតំបន់ឈូងសមុទ្រពាក់ផ្ទាល់គឺអ៊ីរ៉ង់មានកងទ័ពជើងទឹកខ្លាំងជាងប្រទេសណាទាំងអស់ហើយទោះបីជាគេបូកអំណាចទ័ពជើងទឹករបស់ប្រទេសអារ៉ាប់ដែលនៅជាប់ឈូងសមុទ្រពាក់ទាំងអស់នៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពាក់ដែលរួមមានអារ៉ាប៊ីសាអូឌីតកាតាអេមីរ៉ាតអារ៉ាប់រួមអូម៉ាន់កុយវ៉ែតនិងបារ៉េនក៏ពួកគេពុំមានកម្លាំងទ័ពជើងទឹកស្មើនឹងអ៊ីរ៉ង់នោះទេថ្មីត្បិតតែអ៊ីរ៉ង់កាន់សាសនាអ៊ីស្លាមដោយប្រទេសទាំងនេះតែគេពុំចាត់ទុកថាអ៊ីរ៉ង់ជាប្រទេសអារ៉ាប់ដែរនោះទេព្រោះពាក្យថាអារ៉ាប់គឺសំដៅលើភាសានិងវប្បធម៌ដែលសេសសល់ពីចក្រភពអារ៉ាប់ចំណែកឯអ៊ីរ៉ង់គឺជាទីយាតនៃចក្រភពពាក់របស់ខ្លួនផ្ទាល់ដែលមានភាសានិងវប្បធម៌របស់ខ្លួនដាច់ដោយឡែកនៅក្នុងមូលហេតុដែលប្រទេសអារ៉ាប់ទាំងនេះពុំមានកម្លាំងទ័ពជើងទឹកប្រៀបនឹងអ៊ីរ៉ង់បាននោះគឺដោយសារថានៅក្នុងការអភិវឌ្ឍកងទ័ពរបស់ខ្លួនគឺប្រទេសអារ៉ាប់ទាំងនេះផ្ដោតលើកងទ័ពជើងគោកនិងកងទ័ពជើងអាកាសចំណែកឯផ្នែកជើងទឹកគឺប្រទេសអារ៉ាប់ទាំងនេះភាគច្រើនរំពឹងទៅលើកងនាវាទី6នៃកងទ័ពជើងទឹករបស់អាមេរិកកងទ័ពជើងទឹកអ៊ីរ៉ង់នាសម័យទំនើបនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1932ហើយនាវាដែលចំណាស់បំផុតក្នុងកងទ័ពជើងទឹកអ៊ីរ៉ង់បច្ចុប្បន្នគឺមានអាយុតាំងពីឆ្នាំ1936មកម្លេះបន្ទាប់ពីការឡើងកាន់អំណាចរបស់អាយ៉ាតូឡាក្រោយបដិវត្តន៍ឆ្នាំ1979កងទ័ពជើងទឹកអ៊ីរ៉ង់ក៏បានខូចខាតខ្លះដែរនៅពេលដែលមានការប៉ះទង្គិចជាមួយកងទ័ពជើងទឹករបស់អាមេរិកនៅចុងទសវត្សរ៍ទី80ក្នុងអំឡុងសង្គ្រាមរវាងអ៊ីរ៉ាក់និងអ៊ីរ៉ង់
បន្ទាប់ពីនោះមកអ៊ីរ៉ង់ក៏បានពង្រីកកងទ័ពជើងទឹករបស់ខ្លួនឡើងវិញដោយបំពាក់នូវអាវុធនិងនាវាទំនើបបើតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅឆ្នាំ2026នេះកងទ័ពជើងទឹកអ៊ីរ៉ង់មានទាហានចំនួន 18,000 នាក់រីឯកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏មានកងជើងទឹករបស់ខ្លួនដាច់ដោយឡែកមួយផ្សេងទៀតដែលមានទាហានចំនួន 20,000 នាក់កងទ័ពជើងទឹកអ៊ីរ៉ង់មាននាវាជាច្រើនប្រភេទរួមមាននាវាចម្បាំងមាននាវាមុជទឹករហូតដល់17គ្រឿងហើយទ័ពជើងទឹកអ៊ីរ៉ង់ក៏មានអាវុធយុទ្ធភ័ណ្ឌទំនើបដែលបំពាក់ដោយបច្ចេកវិទ្យា AI និងដ្រូនផងដែរតែជាអកុសលសម្រាប់អ៊ីរ៉ង់នៅក្នុងការច្បាំងគ្នាជាមួយអាមេរិកលើកនេះកងទ័ពជើងទឹករបស់អ៊ីរ៉ង់បានរងគ្រោះយ៉ាងដំណំព្រោះវាជាគោលដៅត្រូវកំទេចរបស់អាមេរិកនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី5ខែមីនាឆ្នាំ2026លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកបានឲ្យដឹងថាអាមេរិកបានកំទេចកងទ័ពជើងទឹកអ៊ីរ៉ង់ទាំងស្រុងដោយបានកំទេចនាវាជើងទឹកអ៊ីរ៉ង់រហូតដល់17គ្រឿងរួមមាននាវាចម្បាំងឈ្មោះ Iris Dana នាវាធ្ងន់បំផុតរបស់អ៊ីរ៉ង់មួយគ្រឿងឈ្មោះ Iris Makran ដែលអ៊ីរ៉ង់ទើបតែដាក់ឲ្យប្រើប្រាស់នៅឆ្នាំ2021និងនាវាផ្សេងជាច្រើនទៀតហើយសូម្បីតែនាវាមុជទឹករបស់អ៊ីរ៉ង់ក៏ត្រូវបានអាមេរិកបាញ់ឲ្យធ្លុះធ្លាយផងដែរលោក Pete Hegseth បាននិយាយបន្ថែមថានៅពេលនេះគឺកងទ័ពជើងទឹករបស់អ៊ីរ៉ង់ដេកនៅក្រោមបាតឈូងសមុទ្រពាក់ចំណែកឯមេទ័ពជើងទឹករបស់អាមេរិកលោកឧត្តមនាវី Brad Cooper បាននិយាយស្រដៀងគ្នាដែរថាយើងបានពន្លិចកងទ័ពជើងទឹករបស់អ៊ីរ៉ង់ផងដែរគឺកងទ័ពជើងទឹកទាំងមូលតែម្ដងបើសិនជាពាក្យសម្ដីរបស់លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងឧត្តមនាវី Brad Cooper ជាមេទ័ពជើងទឹករបស់អាមេរិកគឺជាពាក្យពេចន៍ដែលមានអត្ថន័យសុក្រិតនោះមានន័យថាកងទ័ពជើងទឹករបស់អ៊ីរ៉ង់ដែលជាកងទ័ពជើងទឹកខ្លាំងជាងគេបំផុតនៅតំបន់ឈូងសមុទ្រពាក់នោះត្រូវបានខ្ទេចខ្ទីអស់នៅក្នុងការច្បាំងគ្នាជាមួយអាមេរិកនិងអ៊ីស្រាអែលលើកនេះទៅហើយ